សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Khmer Drama Insight សូមចែកជូនរឿងមួយដែលមានចំណងជើងថារឿងវិញ្ញាណបិសាច The Ghost Story Part 03 តែមុននឹងចូលដល់សាច់រឿងសូមជួយចុច Subscribe ផងណាបើមិនទាន់បាន Subscribe និង Like ហើយចុចរូបកណ្ដឹងជាការស្រេចដូច្នេះសូមតាមដានសន្តាប់ដូចទៅអស់រយៈពេលជាច្រើនឆ្នាំមុនពេលនៃការលងបន្លាចនៃគ្រួសារ The Lambert Haunting ក្នុងរឿងនេះ Chapter 1 និង Chapter 2មានក្មេងជំទង់ស្រស់ស្អាតម្នាក់ឈ្មោះ Queen Brenner បានជួបជាមួយនឹងអ្នកជំនាញខាងបិសាចដែលចូលនិវត្តន៍ម្នាក់ឈ្មោះ Elise Rayner ដើម្បីឲ្យនាងជួយតាក់ទងជាមួយនឹងមនុស្សស្លាប់គឺម្ដាយរបស់ Queen ឈ្មោះ Lily Brenner Ellie មានការស័ក្តិសិទ្ធិក្នុងការព្យាយាមតាក់ទងនឹងវិញ្ញាណរបស់ម្ដាយរបស់ Queen ដែលបានស្លាប់កាលពី1ឆ្នាំមុនទោះយ៉ាងណាក៏ដោយបន្ទាប់ពី Queen បានសុំអង្វរគាត Eliseក៏យល់ព្រមធ្វើតាមប៉ុន្តែបន្ទាប់ពីបានបញ្ជូនខ្លួននាងចូលទៅ Time the Father មក Elise មិនបានឃើញវិញ្ញាណខ្មោចរបស់ម្ដាយ Queen ទេប៉ុន្តែបែរជាឃើញវិញ្ញាណបិសាចអាក្រក់កំពុងតែតាម Queen បន្ទាប់មក Elise ទូចឲ្យ Queen កុំព្យាយាមតាក់ទងជាមួយម្ដាយរបស់នាងទៀតពីព្រោះនាងបានឃើញវិញ្ញាណសាហាវមួយកំពុងតែព្យាយាមចង់បានព្រលឹងរបស់ Queen ប៉ុន្តែ Queen នៅតែមិនបញ្ឈប់ទេព្រោះនាងគិតថាម្ដាយរបស់នាងគឺនៅក្បែរនាងរហូតនៅថ្ងៃមួយបន្ទាប់ពី audition នៅសាលារៀនសម្រាប់ផ្នែកសិល្បៈសម្ដែង Queen បានឃើញរូបអាតកំបាំងមួយកំពុងគ្រវីដៃមករកនាងពីចម្ងាយនៅតាមផ្លូវដោយមានការរំខានបែបនេះនាងត្រូវបានឡានបុកហើយជើងទាំងសងខាងរបស់នាងត្រូវបានបាក់បន្ទាប់ពីមានគ្រោះថ្នាក់មកឥឡូវនេះនាងត្រូវបានស្ថិតនៅក្នុងផ្ទះរបស់នាងជាមួយឪពុករបស់នាងឈ្មោះ Sin និងប្អូនប្រុសរបស់នាងឈ្មោះAlex មុននឹងចូលមកដល់ក្នុងផ្ទះរបស់នាងមានអ្នកជិតខាងរបស់នាងម្នាក់ជាស្ត្រីចំណាស់ដែលមានជំងឺវង្វេងវង្វៀងហើយនាងក៏និយាយច្របូកច្របល់ជាច្រើនដងអំពីបុរសម្នាក់ដែលមិនអាចដកដង្ហើមបានដែលកំពុងឈរចា Queen នៅក្នុងបន្ទប់របស់នាងបន្ទាប់មកមិនយូរប៉ុន្មានស្ត្រីនោះក៏ត្រូវបានស្លាប់និយាយមកដល់ Queen នាងចាប់ផ្ដើមជួបប្រទះនៅបាតុភូតប្លែកៗដែលគួរឲ្យបារម្ភកាន់តែខ្លាំងឡើងដែលរួមមានការមើលឃើញវិញ្ញាណខ្មៅងឹតមួយដែលពាក់របាំងអុកស៊ីសែនវិញ្ញាណនេះត្រូវបានគេស្គាល់ថាគឺជាបុរសដែលមិនអាចដកដង្ហើមបានហើយក៏ជារូបរាងដូចគ្នាដែលបណ្ដាលឲ្យនាងមានគ្រោះថ្នាក់ដែរគឺកំឡុងពេលដែលមុននឹងនាងបាក់ជើងនាងបានឃើញរូបរាងស្រដៀងនឹងអ្វីដែលនាងបានឃើញក្នុងបន្ទប់របស់នាងដូចគ្នាវិញ្ញាណនោះធ្វើការលងនាងគ្មានស្រាកហើយថែមទាំងធ្វើឲ្យនាងរងរបួសថែមទៀតផងដោយមានការលងជាច្រើនលើកច្រើនសាររហូតដល់ប៉ារបស់នាងបានឃើញផ្ទាល់ភ្នែកទើបគាត់ត្រូវតែរកជំនួយSin បានមកជួបជាមួយនឹង Elise តែដូចគ្នានឹងគាត់ដែលនាងកំពុងតែមានការសោកសៅបន្ទាប់ពីមរណភាពប្តីរបស់នាងឈ្មោះ Jack Sin បានព្យាយាមបញ្ចុះបញ្ចូល Elise ឲ្យជួយកូនស្រីរបស់គាតបន្ទាប់មកនាងក៏សាកល្បងទៅ The Father ហើយត្រូវបានវិញ្ញាណពាក់រ៉ូបខ្មៅច្របាច់ក៏សម្លាប់នាងបន្ទាប់មកនាងក៏ភ័យហើយវិលមករួចខ្លួននាងវិញ Elise ក៏បានបដិសេធហើយបញ្ជាក់ថានាងមិនអាចជួយបានទេដោយសារតែការធ្វើដំណើរទៅ The Fatherរបស់នាងនោះបានធ្វើឲ្យនាងដឹងថាមានវិញ្ញាណអាក្រក់កំពុងតែតាមប្រមាញ់នាងទោះយ៉ាងណាក៏ដោយ Elise ត្រូវបានអតីតមិត្តរួមការងាររបស់នាងឈ្មោះ Call បានបញ្ចុះបញ្ចូលឲ្យនាងប្រើប្រាស់សមត្ថភាពខាងវិញ្ញាណរបស់នាងបន្ទាប់ពីគាត់បានរំលឹកអំពីករណីជោគជ័យរបស់នាងតាក់ទងនឹងវិញ្ញាណបិសាចឲ្យគ្រួសាររបស់លោក Charles Lambert ក្នុងឆ្នាំ1986ហើយបានបញ្ជាក់ថានាងខ្លាំងជាងវិញ្ញាណឬពួកអារក្សបិសាចទៅទៀតដោយសារតែនាងគឺជាមនុស្សប៉ុន្តែពួកបិសាចនោះគឺជាវិញ្ញាណតែប៉ុណ្ណោះនិយាយមកដល់ Sin វិញដោយមានការបដិសេធពី Elise Alex ប្អូនប្រុសរបស់ Queen បានស្នើឲ្យ Sin ដែលជាឪពុកនោះទៅពឹងពាក់អ្នកជំនាញខាងបិសាចឈ្មោះ Spec និង Tiger ដែលល្បីតាមអ៊ីនធឺណិតបន្ទាប់មក Sin បានតាក់ទងពួកគេមកធ្វើការស្រាវជ្រាវនៅក្នុងផ្ទះតែក្នុងកំឡុងពេលនៃការស៊ើបអង្កេត Queenត្រូវបានកាន់កាប់ដោយវិញ្ញាណបុរសម្នាក់ដែលមិនអាចដកដង្ហើមបាននោះមួយរយៈពេលខ្លីទៅហើយដូច្នេះហើយដោយសារតែខ្មោចចូលនាងអាចឡើងដើរបានធម្មតាហើយបំបែកដង្កៀបជើងរបស់នាងហើយធ្វើការវាយប្រហារដល់វិញ Spec និង Tucker ហើយនាងក៏បំរុងនឹងអារក្សរបស់ខ្លួនឯងដែរតែត្រូវបានគេជួយទានក្នុងកំឡុងពេលដ៏ក្តៅគប់នោ Sin បានដឹងថា Spec និង Tucker គឺជាក្រុមបោកប្រាស់ប៉ុណ្ណោះពួកគេមិនចេះធ្វើអ្វីឡើយតាក់ទងនឹងវិញ្ញាណបិសាចដោយការខឹងសម្បា Sin បំរុងនឹងរុញពួកគេចេញពីផ្ទះទៅហើយប៉ុន្តែ Elise ក៏បានមកដល់
បន្ទាប់មកពួកគេក៏បានអង្គុយជុំគ្នាហើយ Elise បាននិយាយថាការលួងលោមគឺជាគោលដៅនៃវិញ្ញាណងងឹតគឺដើម្បីតាក់ទាញជនរងគ្រោះដែលមានសក្តានុពលទៅឋានខ្មោច The further ដូច្នេះវាអាចស៊ីកម្លាំងជីវិតរបស់ពួកគេបានដូច្នេះ Ellie ក៏សម្រេចចិត្តម្ដងទៀតដើម្បីចូលទៅក្នុងឋានរបស់វិញ្ញាណបិសាចហើយពឹងឲ្យ Spec និង Tucker ជួយនាង Elise បានចូលទៅកាន់ The Father ហើយធ្វើការប្រយុទ្ធគ្នាយ៉ាងខ្លីជាមួយនឹងវិញ្ញាណអាក្រក់ដែលនាងខ្លាចគឺកូនក្រមុំបិសាចប៉ុន្តែដូចនាងគិតថានាងគឺជាមនុស្សនាងខ្លាំងជាងកូនក្រមុំបិសាចនោះទើបនាងអាចយកឈ្នះបិសាចនោះបានបន្ទាប់មកនាងក៏បានជួបប្រទះនឹងប្តីរបស់នាងដែលកំពុងអង្គុយចាំនាងដែលគាត់ឈ្មោះ Jack ពេលដែលពិភាក្សាគ្នា Jack ចាប់ផ្ដើមលើកទឹកចិត្ត Elise ឲ្យធ្វើអត្តឃាតខ្លួនឯងដើម្បីពួកគេអាចជួបជុំគ្នានៅឋានខ្មោចនេះតែElise ក៏បានដឹងថាប្តីរបស់នាងនឹងមិនធ្វើដូច្នេះទេនាងគិតថាវាគឺជាវិញ្ញាណរបស់ខ្មោចដែលមិនអាចដកដង្ហើមបាននោះដូច្នេះហើយនាងក៏បានយកឡាមអាមុខរបស់បិសាចនោះដែលធ្វើឲ្យវាចេញរូបរាងពិតរបស់វាបន្ទាប់មកនាងក៏ស្រែកទៅប្រាប់បិសាចនោះថាឲ្យដោះលែង Queen ក៏បានចេញមកដល់ហើយលូនៅលើឥដ្ឋដោយនាងបាត់ភ្នែកនិងបាត់ម្រាមដៃម្រាមជើងអស់ទៅហើយ Elise បានរុញច្រានអង្គភាពនោះចេញហើយចាប់ទាញ Queen និងរត់ត្រឡប់មកវិញប៉ុន្តែនៅទីបំផុតត្រូវបានវាយប្រហារដោយអង្គភាពនោះទៀតមុនពេលនាងអាចរត់គេចខ្លួនបានត្រឡប់ទៅពិភពនៃមនុស្សវិញ Elise គ្រប់គ្រងអំណាចរបស់នាងលើអង្គភាពបិសាចនោះហើយយក Queen ត្រឡប់មកវិញមកចូលពិភពនៃមនុស្សពិតប៉ុន្តែមុនពេលដែល Queen អាចធ្វើដូច្នេះបានអង្គភាពនោះក៏បានចាប់យកនាងទៀតដោយធ្វើការលួងលោម Elise ដឹងថា Queenត្រូវតែយកឈ្នះវិញ្ញាណដោយខ្លួនឯង Elise បានទទួលសារពីអ្នកជិតខាងដែលបានស្លាប់ថ្មីៗហើយនិយាយថា Lily ម្ដាយរបស់ Queen នោះបានទុកលិខិតលើកទឹកចិត្តមួយឲ្យ Queen ដើម្បីឲ្យនាងអានមុនពេលនាងបញ្ចប់វិទ្យាល័យប៉ុន្តែ Queen មិនដែលបានឃើញសុបិននោះទេបន្ទាប់ពីបានដឹងរឿងនោះហើយ Elise បានកោះហៅវិញ្ញាណរបស់ Lily ដែលជាម្ដាយរបស់ Queen ចេញមកជួយនាងដើម្បីយកឈ្នះបុរសដែលមិនអាចដកដង្ហើមនោះបានបន្ទាប់មក Queenបានបើកភ្នែករបស់នាងវិញហើយដៃជើងរបស់នាងក៏មានគ្រប់លក្ខណៈដូច្នេះហើយនាងបានដកបំពង់អុកស៊ីសែនចេញពីវិញ្ញាណបិសាចនោះហើយធ្វើឲ្យវាលីបាត់បន្ទាប់ពីជួយគ្រួសារនោះបានជោគជ័យ Elise បានលាក្រុមគ្រួសារនោះរួមជាមួយពាក្យលើកទឹកចិត្តមួយចំនួនពីវិញ្ញាណរបស់ Lily ទៅកាន់ Queen ក្រោយមកនាងបានចាក់ចេញជាមួយ Spec ហើយ Tiger ហើយអ្នកទាំង3យល់ព្រមគ្នាបង្កើតក្រុមបង្ក្រាបវិញ្ញាណបិសាចពេល Elise មកដល់ផ្ទះវិញនាងសប្បាយរីករាយណាស់ដោយនាងអាចបន្តការងាររបស់នាងវិញប៉ុន្តែនាងបានកត់សម្គាល់ថាឆ្កែរបស់នាងកំពុងតែព្រុសនៅអ្វីមួយខណៈពេលដែលនាងនៅក្នុងបន្ទប់គេងភ្លាមនោះបិសាចនោះមានមុខក្រហមហើយលេចឡើងចេញនៅខាងក្រោយខ្នងរបស់នាងបានិយាយទៅរឿងបិសាចមុខក្រហមនេះគឺវាពាក់ព័ន្ធនឹងរឿងយើងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានរឿងនេះតាំងពីដើមរហូតដល់ចប់បើលោកអ្នកមិនទាន់បាន Subscribe សូមចុច Subscribe ដើម្បីទទួលបានរឿងថ្មីៗជាច្រើនទៀតសូមជូនពរអ្នកទាំងអស់គ្នាទទួលបាននូវសំណាងល្អសុខភាពល្អគ្រប់ពេលវេលាអរគុណ